ក្រោយកាត់ប្លង់អចលនទ្រព្យហើយតែអ្នកទិញបែរជាបោះបង់ការទិញតើអ្នកលក់ត្រូវធ្វើដូចម្តេចនៅក្នុងលក្ខខណ្ឌមួយដែលដំណើរការទៅដល់ដំណាក់កាលកាត់ប្លង់រឹងអចលនទ្រព្យតែអ្នកទិញមើលទៅទំនងជាបោះបង់ចោលនៅក្នុងការទិញវិញដូច្នេះអ្នកលក់ត្រូវតែធ្វើរឿងនេះជាមុនដោយនៅក្នុងកិច្ចសន្យាត្រូវចងខសន្យាដោយភាគីអ្នកលក់មានសិទ្ធិផ្ទេរអចលនទ្រព្យមកវិញបានមុននឹងដល់នីតិវិធីនេះយើងត្រូវតែផ្ដល់សេចក្តីជូនដំណឹងទៅអ្នកទិញយ៉ាងតិចចំនួន3លើកដូច្នេះការចងលក្ខខណ្ឌនៅក្នុងការទិញលក់រវាងអ្នកលក់និងអ្នកទិញគឺសំខាន់បំផុតដែលមានការដឹងឮពីមេធាវីហើយអាចទុកឯកសារកិច្ចសន្យាតម្កល់នៅការិយាល័យមេធាវីផងដែរដោយឡែកលោកដិតចន្ទនាអគ្គនាយកក្រុមហ៊ុន Lucky Realty Co Ltd មានការយល់ឃើញស្រដៀងគ្នាផងដែរដោយលោកបានបន្ថែមថាការជូនដំណឹងហើយមិនមានសកម្មភាពអ្វីពីអ្នកទិញទៀតនោះមានតែប្រព័ន្ធច្បាប់ទេដែលអាចជួយបានដូច្នេះមានតែប្តឹងទៅតុលាការដើម្បីជួយសម្រួលនិងធ្វើការផ្ទេរអចលនទ្រព្យនោះត្រឡប់មកវិញជាធម្មតាកិច្ចសន្យាទិញលក់ដែលមានដូចជាដីធ្លីផ្ទះជាដើមគឺសុទ្ធតែមានកិច្ចសន្យាជាលិលាអក្សរហើយអាចមានដល់មេធាវីនិងសាក្សីថែមទៀតផងតាមពិតទៅកិច្ចសន្យាទិញលក់ជាទូទៅច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលិលាអក្សរនោះទេលើកលែងតែករណីដែលមានបញ្ញត្តិពិសេសណាមួយឧទាហរណ៍កិច្ចសន្យាទិញលក់ផ្ទះឬដីធ្លីជាដើមយោងតាមមាត្រា559នៃក្រមរដ្ឋប្បវេណីប្រសិនបើអ្នកទិញធ្វើការបង់ប្រាក់យឺតយ៉ាវអ្នកលក់អាចទាមទារសំណងបានប្រសិនបើការយឺតយ៉ាវនោះនាំឲ្យគាត់ទទួលរងនឹងការខូចខាតអ្វីមួយការនេះផងដែរអ្នកលក់អាចទាមទាររំលាយកិច្ចសន្យាទិញលក់វិញបានផងដែរហើយមួយវិញទៀតប្រសិនបើអ្នកទិញមិនមកទទួលទេអ្នកទិញត្រូវជាអ្នកទទួលបន្ទុកហានិភ័យនៃការបាត់បង់ឬខូចខាតវត្ថុនេះដោយខ្លួនឯងចង់ទិញលក់ជួលអចលនទ្រព្យមែនទេសូមទាក់ទងមកកាន់ Harbour Property